បងប្អូនប្រុសស្រីសូមស្វាគមន៍មកកាន់សេចក្តីណែនាំស្តីពីភាគជាអ្នកដឹកនាំក្នុងព្រះវិហារបរិសុទ្ធក្នុងពងប្រវត្តិ Elder Caron បានចូលរួមជាមួយយើងនៅថ្ងៃនេះហើយយើងមានអំណរគុណដែលមានបងប្អូនចូលរួមជាមួយគ្នារីករាយណាស់ដែលបានចូលរួមជាមួយបងប្អូនខ្ញុំឈ្មោះ Elder Mark Bray ហើយ Elder Caron បានស្នើសុំឲ្យដឹកនាំការណែនាំនេះដោយបងប្អូនបានដឹង Elder Caron បានកើតនៅក្រុង Calais ប្រទេសអង់គ្លេសលោកត្រូវបានហៅជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងឆ្នាំ2010ហើយបានបម្រើជាប្រធានតំបន់នៅអឺរ៉ុបនៅក្នុងខែឧសភាឆ្នាំ2017លោកបានចូលកាន់ក្នុងតំណែងជាគណៈប្រធាននៃពួក70នាក់ហើយបន្ទាប់មកជាប្រធានជាន់ខ្ពស់នៃពួក70នាក់របស់ខ្ញុំចាប់តាំងពីឆ្នាំ2020រហូតដល់លោកត្រូវបានហៅឲ្យបម្រើក្នុងក្រុមនៃពួកសាវក12ខែធ្នូ2023លោកនិង Jennifer គឺជាឪពុកម្ដាយរបស់កូន4នាក់រហូតមកដល់ថ្មីនេះខ្ញុំនិង Elder Caron បានបម្រើនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិព្រះវិហារបរិសុទ្ធនិងពងប្រវត្តិលោកបានទទួលការចាត់តាំងថ្មីប៉ុន្តែយើងមានអំណរគុណដែលការចាត់តាំងនេះនៅតែបន្តដើម្បីយើងមានឱកាសនិយាយជាមួយគ្នានៅថ្ងៃនេះខ្ញុំក៏អញ្ចឹងដែរអ្វីដែលយើងចង់ធ្វើគឺប្រហែលជាផ្ដល់នៅលំនាំមួយសម្រាប់របៀបដែលបងប្អូនអាចមើលវីដេអូនេះយើងធ្វើបែបនេះជារៀងរាល់ឆ្នាំខ្ញុំគិតថាយើងបានធ្វើវាចាប់តាំងពីឆ្នាំ2017មកម្លេះប្រសិនបើបងប្អូនចូលទៅកាន់បណ្ណាល័យដំណឹងល្អហើយរកមើលនៅក្រោមព្រះវិហារបរិសុទ្ធនិងពងប្រវត្តិហើយរកមើលនៅក្រោមសេចក្តីណែនាំពីស្តីពីភាពដឹកនាំនិងបងប្អូននឹងរកឃើញសេចក្តីណែនាំពីភាពជាអ្នកដឹកនាំដែលបានធ្វើជារៀងរាល់ឆ្នាំដូច្នេះបងប្អូននឹងអាចរកឃើញសេចក្តីណែនាំនេះហើយយើងនឹងផ្ដល់ជូនមគ្គុទ្ទេសក៍ពិភាក្សានេះប៉ុន្តែអ្វីដែលយើងនឹងធ្វើនៅថ្ងៃនេះគឺយើងនឹងមើលវីដេអូ2-3រួចហើយគ្រាន់តែពិភាក្សាអំពីវីដេអូនេះទាំងប៉ុណ្ណោះហើយអ្វីដែលយើងនឹងចង់ណែនាំដោយរៀបសារគឺសូមឲ្យបងប្អូនអាចធ្វើដូចគ្នាសូមមើលវីដេអូនេះនៅក្នុងក្រុមប្រឹក្សា Stake Word និងក្រុមប្រឹក្សាគ្រួសារហើយនិយាយអំពីអ្វីដែលបងប្អូនទទួលអារម្មណ៍ហើយអ្វីដែលបងប្អូនរៀនពីវីដេអូនេះដូចដែលយើងបានធ្វើគម្រោងនេះល្អទេផែនការល្អណាស់អញ្ចឹងយើងចង់ចាប់ផ្ដើមជាមួយសម្រងប្រសាសន៍មួយមកពីប្រធានអុកជាទីស្រឡាញ់របស់យើងហើយនេះជាអ្វីដែលលោកបានមានប្រសាសន៍គោលលទ្ធិនៃសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្ដោតលើក្រុមគ្រួសារសំខាន់ចំពោះគោលលទ្ធិរបស់យើងអំពីគ្រួសារគឺព្រះវិហារបរិសុទ្ធពិធីបរិសុទ្ធដែលបានទទួលនៅទីនោះអាចឲ្យយើងត្រឡប់ជាគ្រួសារដ៏អស់កលជានិច្ចនៅទៅកាន់វត្តមាននៃព្រះបុព្វបិតារបស់យើងនៅពេលបងប្អូនឮដូច្នេះតើបងប្អូនគិតដល់អ្វីគំនិតគិតរឿងជាច្រើនរឿងមួយដែលខ្ញុំគិតដល់គឺនៅពេលដែលខ្ញុំបានលើរឿងនេះជាលើកដំបូងដែលខ្ញុំត្រូវបានណែនាំអំពីគំនិតដែលថាខ្ញុំគឺជាបុត្រារបស់ព្រះហើយក្រុមគ្រួសាររបស់យើងអាចនៅអកលជានិច្ចខ្ញុំមិនអាចជឿរឿងនេះទេខ្ញុំមិនអាចជឿបានតតែសោះខ្ញុំមានន័យថាវាហាក់ដូចជាគំនិតដែលមិនមែនជាការពិតហើយខ្ញុំគិតថាមនុស្សគ្រប់គ្នាដែលបានលើជាលើកដំបូងនឹងមានអារម្មណ៍បែបនេះប៉ុន្តែវាស្រស់ស្អាតណាស់ហើយវាជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗគ្រប់យ៉ាងវាជាការពិតណាស់ហើយខ្ញុំគិតឡើងវិញអំពីជីវិតរបស់ខ្ញុំនឹងថ្ងៃដ៏អស្ចារ្យទាំងនេះដែលហាក់ដូចជាពេលដែលខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធរឿងមួយគឺបានផ្សារភ្ជាប់ជាមួយនឹងអេវ៉នហើយបានផ្សារភ្ជាប់ជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំថ្ងៃទាំងនោះគឺជាថ្ងៃដែលយើងទន្ទឹងចាំមិនអញ្ចឹងថ្ងៃនោះភ្លឺកាន់តែខ្លាំងឡើងវាពិតជាដូច្នោះមែនហើយអ្វីៗទាំងអស់ដែលជានិមិត្តរូបរបស់ព្រះវិហារបរិសុទ្ធកាលណាយើងបានចិញ្ចឹមគិតអំពីរឿងទាំងនោះកាន់តែច្រើននៅពេលដែលពួកយើងមិននៅក្នុងព្រះវិហារបរិសុទ្ធនោះយើងអាចធ្វើបានកាន់តែច្រើនតាក់ទងទៅនឹងស្វែងរកការបុព្វការីជនរបស់យើងក្នុងការធ្វើបម្រើនេះសម្រាប់ពួកលោកបាទហើយការព្យាបាលដែលបន្តកើតមាននឹងអំណរដែលយើងរកឃើញនៅក្នុងព្រះវិហារបរិសុទ្ធហើយបងប្អូនដែលជាថ្នាក់ដឹកនាំទាំងអស់មានឱកាសដ៏ល្អនេះដើម្បីជួយបុគ្គលម្នាក់ៗឲ្យស្វែងរកភាពសុខសាន្តស្វែងរកកម្លាំងនិងស្វែងរកឱកាសទី2នៅក្នុងព្រះវិហារបរិសុទ្ធនៅពេលដែលយើងនិយាយអំពីសាសនាចក្រនៃអំណរត្រឹមត្រូវទេប្រកបណាស់ដូច្នេះអ្វីដែលយើងចង់ធ្វើនៅថ្ងៃនេះគឺមើលវីដេអូចំនួន3ដែលវីដេអូទាំងនោះផ្ដោតអំពីគោលការណ៍សំខាន់ចំនួន3ដែលជួយយើងឲ្យជួយដល់អ្នកដទៃភ្ជាប់ទំនាក់ទំនងជាមួយនឹងបុព្វការីជនរបស់យើងទី1ផ្ដោតលើព្រះអង្គសង្គ្រោះជាមុនជានិច្ចនោះគឺជារឿងងាយស្រួលបំផុតដែលត្រូវធ្វើហើយវាបានកើតឡើងដោយឯងបន្ទាប់មកសូមប្រើពិធីបរិសុទ្ធត្រៀមរួចហើយយើងនឹងនិយាយអំពីភាពងាយស្រួលរបស់វាហើយក្រោយមកគ្រាន់តែបន្ថែមអ្វីដែលបងប្អូនដឹងប៉ុណ្ណោះគ្មានសម្ពាធអ្វីទេគ្រាន់តែបន្ថែមអ្វីដែលបងប្អូនដឹងតើវាល្អទេយើងមើលតើយើងមើលជាមួយគ្នាយើងផ្ដោតច្រើនលើសេចក្តីសញ្ញាដែលយើងធ្វើនៅព្រះវិហារបរិសុទ្ធហេតុផលដែលសេចក្តីសញ្ញាមានអានុភាពគឺព្រោះតែវាចងភ្ជាប់យើងទៅព្រះអង្គសង្គ្រោះខ្ញុំព្យាយាមជួយសមាជិក
ជាពិសេសយុវវ័យឲ្យដឹងថាអ្វីដែលយើងកំពុងធ្វើគឺពិសិដ្ឋហើយខ្ញុំព្យាយាមផ្ដោតលើព្រះយេស៊ូវគ្រីស្ទជានិច្ច ចំពោះយើងរឿងសំខាន់មួយដែលយើងបានរៀនគឺពេលយើងផ្ដោតលើការថ្វាយបង្គំព្រះអង្គសង្គ្រោះនៅក្នុងដំណាក់ព្រះថ្វាយបង្គំព្រះអង្គសង្គ្រោះដោយការប្រមូលសាសអ៊ីស្រាអែលតាមកិច្ចការព្រះវិហារបរិសុទ្ធនិងពងប្រវត្តិភ្លាមៗនោះវានឹងផ្លាស់ប្ដូរហេតុផលសម្រាប់សមាជិកយើងហើយវាមានន័យតាមរបៀបថ្មីទាំងស្រុង ខ្ញុំគិតថាវាតែងតែជាបញ្ហាប្រឈមមួយជាក់ស្ដែងជាមួយនៅអ្វីដែលយើងធ្វើជាប្រចាំដោយមិនគ្រាន់តែធ្វើឲ្យរួចពីដៃខ្ញុំគិតថាអ្វីមួយកើតឡើងពី3ដងគឺគ្រាន់តែចាំថាយើងនៅទីនោះដើម្បីបម្រើតែប៉ុណ្ណោះខណៈយើងអាចទទួលបានសេចក្តីសុខសាន្តនិងអំណរពីការនៅទីនោះក៏មានហេតុផលដែលយើងនៅទីនោះសម្រាប់មនុស្សដទៃដែរ ហើយការធ្វើកិច្ចការពងប្រវត្តិនិងការគ្រាន់តែនៅព្រះវិហារបរិសុទ្ធខ្ញុំពិតជាមានអារម្មណ៍ថាព្រះអង្គសង្គ្រោះកំពុងទាញខ្ញុំឲ្យជួយអ្នកដទៃហើយបំពេញកិច្ចការងាររបស់ពួកគេនិងជួយពួកគេឲ្យទទួលពរជ័យនិងឱកាសដូចខ្ញុំដែរខ្ញុំទទួលបានពីព្រោះនោះជាអត្ថន័យពីការជួយអ្នកដទៃ ការទៅព្រះវិហារបរិសុទ្ធគឺជារឿងមួយចំណោមទាំងនោះដែលយើងអាចធ្វើបានដែលធ្វើឲ្យយើងទាំងអស់ដល់កម្រិតដូចគ្នាវានាំឲ្យមនុស្សគ្រប់គ្នាកាន់តែខិតជិតព្រះ ការទទួលបំផុសគំនិតនិងការផ្ដោតទៅលើព្រះវិហារបរិសុទ្ធពិតជាអាចនាំទៅរកអភូតហេតុក្នុងកិច្ចការព្រះវិហារបរិសុទ្ធនិងពងប្រវត្តិប្រកបមែន មានគំនូរមួយចាត់អាងជាមួយទឹកក្នុងព្រះវិហារបរិសុទ្ធ LA គឺជារូបគំនូរព្រះយេស៊ូវគ្រីស្ទទទួលបន់ជាមួយទឹកហើយរាល់ពេលខ្ញុំទទួលបន់ជាមួយទឹកតែងតែមើលចំគំនូរនោះហើយជាការរំលឹកប្រចាំដល់ខ្ញុំពីរបៀបដែលយើងតែងតែព្យាយាមធ្វើដូចព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធហើយធ្វើបុណ្យជាមួយទឹកខ្ញុំគ្រាន់តែចាំថាខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំងនេះមិនត្រឹមតែខ្លួនខ្ញុំប៉ុណ្ណោះទេប៉ុន្តែក្រុមគ្រួសារខ្ញុំផងដែរហើយវាពិតជាមានអារម្មណ៍ដ៏អស្ចារ្យ យុវវ័យយើងមានអារម្មណ៍ថាពួកគេបានរួបរวมជាមួយនឹងព្រះអង្គសង្គ្រោះក្នុងចំការទំពាំងបាយជូរដោយដែលយាកុបនិយាយដោយធ្វើការពេលយើងដាក់ព្រះយេស៊ូវគ្រីស្ទជាចម្បងសមាជិកយើងកំពុងដកពិសោធន៍នៅការប្រះឲ្យជានិងក្តីសង្ឃឹមនិងរឿងផ្សេងៗច្រើនទៀតពេលវាខ្លាចជាការថ្វាយបង្គំព្រះអង្គសង្គ្រោះយើងមិនត្រឹមតែធ្វើកិច្ចការព្រះវិហារបរិសុទ្ធនិងពងប្រវត្តិនោះទេផ្ទុយទៅវិញពួកគេបានដឹងនិងពិតជាយល់ច្បាស់ពីក្តីស្រឡាញ់ ដែលព្រះបានមានចំពោះបុត្រាបុត្រីទ្រង់នៅមូលហេតុទ្រង់បានដាក់ព្រះវិហារបរិសុទ្ធនិងសេចក្តីសញ្ញាចូលគ្នាពីដំបូងមក អស្ចារ្យណាស់ដែលបានឃើញពរជ័យអ្វីខ្លះកើតឡើងហើយជាពិសេសពេលដែលការផ្ដោតនោះគឺទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទយើង មែនហើយវីដេអូនោះគួរឲ្យរំភើបណាស់ហើយពួកគាត់កាន់តែធ្វើបានល្អឡើងបានល្អប៉ុន្តែតើលោកមានអារម្មណ៍យ៉ាងណាដែរលោកបានរៀនអ្វីខ្លះចេញពីវីដេអូនោះតើលោកចាប់ផ្ដើមអ្វីខ្លះ ខ្ញុំចូលចិត្តរបៀបដែលពួកគេចិញ្ចឹមគិតហើយយើងមើលឃើញទឹកមុខរបស់ពួកគេនៅពេលពួកគេកំពុងចិញ្ចឹមគិតខ្ញុំពិតជាចូលចិត្តក្មេងប្រុសទាំងពីរដែលកំពុងគិតអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់ពួកគេដែលងើយមើលទៅលើមើលរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទកំពុងទទួលពិធីបុណ្យជ្រមុជទឹកប៉ុន្តែជាដំបូងនិងសំខាន់បំផុត កិច្ចការមួយចំនួនដែលយើងចង់ឲ្យបងប្អូនរៀននៅថ្ងៃនេះគឺព្រះអង្គសង្គ្រោះគង់នៅកណ្ដាលនៃកិច្ចការនេះហើយវាធ្វើឲ្យខ្ញុំគិតដល់នៃហ្វាយទី 2 ខទី 25 និងខទី 26 ហើយយើងនិយាយអំពីព្រះគ្រីស្ទយើងអររីករាយក្នុងព្រះគ្រីស្ទយើងផ្សាយអំពីព្រះគ្រីស្ទយើងព្យាករអំពីព្រះគ្រីស្ទហើយយើងសរសេរស្របតាមពាក្យព្យាករទាំងឡាយរបស់យើងដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពទឹកណាមួយដើម្បីបានផ្ដាច់បាបរបស់ពួកគេនេះគឺជាអ្វីដែលយើងជឿប៉ុន្តែតើយើងគិតញឹកញាប់ប៉ុណ្ណាអំពីកិច្ចការនេះ បាទខ្ញុំគិតថាតាមប្រវត្តិសាស្ត្រយើងធ្លាប់ធ្វើដូច្នេះមែនយើងផ្ដោតសំខាន់ខ្លាំងទៅលើការស្រាវជ្រាវនិងការស្វែងរកហើយវាអាចធ្វើឲ្យយើងមានអារម្មណ៍លើសលប់តើយើងអាចជួយថ្នាក់ដឹកនាំឲ្យជួយសមាជិករបស់ពួកគាត់ឲ្យឆ្លងផុតរឿងនោះដោយរបៀបណា ខ្ញុំគិតថាយើងត្រូវយល់ឲ្យច្បាស់អំពីកិច្ចការនេះ តាមរបៀបមួយយើងប្រហែលជាបានមើលតាមប្រវត្តិសាស្ត្រនៅដំណើរការនៃការស្រាវជ្រាវរឿងនេះជាងមើលទៅលើមូលហេតុនិងនរណានឹងសេរីល្អប្រសិនបើយើងចូលចិត្តអំពីវាហើយខ្ញុំគិតថាការអញ្ជើញសំខាន់មួយនៅថ្ងៃនេះគឺត្រូវដាក់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទនៅកណ្ដាលនៃកិច្ចការនេះត្រូវមើលទៅទ្រង់ហើយត្រូវទទួលអារម្មណ៍អំពីសេចក្តីស្រឡាញ់របស់ទ្រង់និងសេចក្តីស្រឡាញ់របស់ព្រះនៅពេលយើងចាប់ផ្ដើមជំហានបន្ទាប់របស់យើងក្នុងដំណើរនេះនិងបន្តទៅមុខទៀត ហើយខ្ញុំគិតថារឿងនេះចេញមកពីក្នុងវីដេអូនេះ Bishop បានមានប្រសាសន៍ថានៅពេលយើងធ្វើកិច្ចការនេះនៅពេលយើងបដោតលើព្រះអង្គសង្គ្រោះវាផ្លាស់ប្ដូរមូលហេតុ
ខ្ញុំចូលចិត្តអ្វីដែលលោកបានបង្រៀនប្រហែលជាមួយឆ្នាំមុននៅក្នុងការបំពាក់បំពន់ភាពជាអ្នកដឹកនាំរបស់យើងនៅពេលជិតដល់សន្និសីទទូទៅដែលលោកបានមានប្រសាសន៍អំពីអេពីសូត1ខ10ហើយគ្រប់ទាំងអស់បំព្រួញក្នុងព្រះគ្រីស្ទតែមួយហើយបទគម្ពីរចែងថាគ្រប់ទាំងរបស់នៅស្ថានសួគ៌និងរបស់នៅផែនដីហើយវាធ្វើឲ្យខ្ញុំគិតអំពីថាតើមានការពិពណ៌នាអំពីព្រះវិហារបរិសុទ្ធដែលល្អជាងនេះដែរទេរបស់នៅស្ថានសួគ៌និងរបស់នៅផែនដីហើយនោះគឺជាចំណុចតភ្ជាប់ព្រះវិហារបរិសុទ្ធគឺជាចំណងដែលចងភ្ជាប់រវាងចំណុចទាំងពីរហើយអ្វីទាំងអស់បានរួមគ្នាតែមួយនៅក្នុងព្រះគ្រីស្ទនៅក្នុងព្រះបរិសុទ្ធត្រឹមត្រូវណាស់ព្រះគម្ពីរក៏និយាយអំពីរបៀបដែលអំណាចនៃព្រះត្រូវបានរកឃើញនៅក្នុងពិធីបរិសុទ្ធដែលមាននៅក្នុងគោលធីនិងសេចក្តីសញ្ញា84ហើយវាត្រូវបានរកឃើញនៅក្នុងពិធីបរិសុទ្ធដែរពីព្រោះដោយដែលបានរៀបរាប់រួចមកហើយថាវាជាកន្លែងដែលយើងធ្វើសេចក្តីសញ្ញាហើយចងភ្ជាប់ខ្លួនរបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះនិងទៅនឹងព្រះវរបិតាពិតមែនហើយពិធីបរិសុទ្ធទាំងនោះសេចក្តីសញ្ញាទាំងនោះខ្ញុំចូលចិត្តគិតអំពីពិធីបរិសុទ្ធទាំងនោះថាដូចជាទ្រង់កំពុងទាញយើងត្រឡប់មកវិញដោយប្រទានឱកាសទាំងនេះដល់យើងគណៈពេលដែលយើងមិនអាចមើលឃើញទ្រង់ហើយយើងមិនអាចមើលឃើញព្រះវរបិតារបស់យើងដែរគង់នៅស្ថានសួគ៌យើងមិនមើលឃើញព្រះអង្គសង្គ្រោះរបស់យើងបានប៉ុន្តែយើងបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដែលបានផ្ដល់ឲ្យយើងនៅជំរើសទាំងនេះដោយឱកាសទាំងឡាយដូចជាបង្កើតដៃដើម្បីដឹកនាំត្រឡប់មកវិញបាទហើយពួកគាត់បាននិយាយអំពីការបម្រើហើយនៅក្នុងការបម្រើនោះពួកគាត់បានជាធូរស្បើយហើយមិនត្រឹមតែយើងកំពុងធ្វើរឿងដ៏អស្ចារ្យនោះទេដូចជាការផ្ដល់អំណោយទាននេះទៅដល់បុព្វការីជនរបស់យើងឬនឹងការផ្ដល់សេរីភាពទៅដល់ពួកគាត់ប៉ុណ្ណោះទេប៉ុន្តែព្រះវិហារបរិសុទ្ធក៏ធ្វើឲ្យមានឥទ្ធិពលមកលើយើងផងដែរត្រឹមត្រូវណាស់នេះជាការពិតហើយប្រហែលជារឿងមួយទៀតដែលផុសឡើងក្នុងកំណត់របស់ខ្ញុំគឺថាយើងកំពុងនិយាយអំពីរឿងនេះមុនពេលការប្រជុំនេះវាមានសារៈសំខាន់ប៉ុណ្ណាក្នុងការនាំអ្នកប្រាជ្ញចិត្តជឿថ្មីសមាជិកថ្មីរបស់យើងឲ្យទៅព្រះវិហារបរិសុទ្ធឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែខ្ញុំក៏ដឹងវាមានសារៈសំខាន់ជាពិសេសចំពោះពួកសាវក12នាក់ផងដែរហើយអ្វីបានជាសំខាន់ដូច្នេះមែនហើយពីព្រោះមនុស្សគ្រប់រូបមានតម្លៃចំពោះព្រះវរបិតាសួគ៌និងព្រះអង្គសង្គ្រោះរបស់យើងហើយនៅពេលដែលយើងកំពុងមានពិធីបុណ្យជ្រមុជទឹកចំនួនដែលមិនធ្លាប់មានពីមុនមកយើងត្រូវតែធ្វើឲ្យបានប្រសើរជាងមុនក្នុងការនាំពួកគេឆ្ពោះទៅមុខទៅលើផ្លូវដ៏ស្រស់ស្អាតនេះដើម្បីទទួលបានបទពិសោធន៍នៃពរជ័យដែលកើតចេញពីពិធីបរិសុទ្ធនៃសេចក្តីសញ្ញាទាំងនេះហើយដើម្បីបន្តភ្ជាប់ក្រុមគ្រួសាររបស់យើងតាមរបៀបនេះហើយសមាជិកថ្មីនឹងទទួលបានពរជ័យហើយមនុស្សគ្រប់គ្នានឹងទទួលបានពរជ័យវាគ្រាន់តែជាជំហានដ៏សំខាន់បំផុតពិធីបុណ្យជំនុំទឹកប៉ុណ្ណោះហើយអ្វីដែលវាធ្វើចំពោះសមាជិកថ្មីនឹងរបៀបដែលភ្ជាប់ពួកគេទៅនឹងបុព្វការីជនហើយយើងដឹងថាប្រហែលជាមានតែបុគ្គលម្នាក់ប៉ុណ្ណោះនៅក្នុងគ្រួសារដែលបានទទួលបុណ្យជំនុំទឹកតើនោះជាស្ថានភាពរបស់លោកដែរឬបាទខ្ញុំក៏ដូចច្នោះដែរលោកក៏ស្ថិតនៅក្នុងស្ថានភាពនោះដែរហើយខ្ញុំជឿជាក់ថាមានមនុស្សជាច្រើននៅម្ខាងទៀតនៃវាំងនោះដែលកំពុងជំរុញសមាជិកមិត្តភ័ក្តិនិងពួកអ្នកផ្សព្វផ្សាយសាសនាឲ្យមករកយើងដើម្បីឲ្យយើងអាចធ្វើកិច្ចការឲ្យពួកគាត់តើលោកមានអារម្មណ៍បែបណាដែរពិតប្រកបណាស់វាស្រស់ស្អាតនិងទន់ភ្លន់ណាស់ហើយថ្ងៃណាមួយយើងនឹងពិតជាយល់ច្បាស់ប៉ុន្តែអារម្មណ៍ដែលភ្ជាប់មកជាមួយកិច្ចការព្រះវិហារបរិសុទ្ធចំណាប់អារម្មណ៍គឺពិតជាស្រស់ស្អាតរុងរឿងខ្លាំងណាស់មែនហើយឥឡូវនេះយើងចង់ទៅមើលវីដេអូបន្ទាប់ដោយនិយាយអំពីការប្រើពិធីបរិសុទ្ធត្រៀមរួចនិងរបៀបដែលវាសាមញ្ញយ៉ាងណាវាអនុញ្ញាតឲ្យយើងភ្ជាប់ទំនាក់ទំនងជាមួយនឹងបុព្វការីជនហើយនាំទៅកាន់ព្រះបរិសុទ្ធតើយើងអាចមើលបានទេល្អណាស់ពេលខ្ញុំទៅព្រះវិហារបរិសុទ្ធខ្ញុំចូលចិត្តប្រើពិធីបរិសុទ្ធត្រៀមរួចវាពិតជាងាយស្រួលអ្វីដែលអ្នកធ្វើគឺគ្រាន់តែចុចប៊ូតុងតូចនោះហើយវាបង្ហាញអ្នកឈ្មោះប្រហែលជា4មានព័ត៌មាននិងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវធ្វើដើម្បីធ្វើពិធីបុណ្យជំនុំទឹកនិងពិធីបញ្ជាក់ខ្ញុំខិតខំធ្វើជាសាររបស់ព្រះគ្រីស្ទហើយនោះដូចជាការបម្រើផងដែរដូច្នេះហើយខ្ញុំកំពុងបម្រើក្រុមគ្រួសារខ្ញុំតាមរយៈ Family Search ហើយការនោះនាំឲ្យខ្ញុំកាន់តែខិតជិតព្រះវរបិតាស្នងព្រះយេស៊ូវគ្រីស្ទខ្ញុំជាសមាជិកតែម្នាក់គត់នៅក្នុងគ្រួសារខ្ញុំប៉ុន្តែពិធីបរិសុទ្ធត្រៀមរួចនិង Family Searchអាចជួយខ្ញុំប្រមូលគ្រួសារខ្ញុំនិងជួយខ្ញុំមានទស្សនៈ Celestial ចំពោះគ្រួសារអស់កលជានិច្ចរបស់ខ្ញុំជីដូនខ្ញុំនឹងប្រាប់ខ្ញុំថាមានឈ្មោះជាច្រើនដែលបានត្រៀមរួចខ្ញុំនឹងចូលទៅកាន់ Family Search ហើយខ្ញុំនឹងបន្តទៅកាន់ពិធីបរិសុទ្ធត្រៀមរួចហើយវាងាយស្រួលណាស់ខ្ញុំគ្រាន់តែចុចហើយវាចូលទៅក្នុងទូរស័ព្ទខ្ញុំវាពិតជាល្អណាស់មានពេលមួយខ្ញុំចាំថាខ្ញុំបានប្រើកម្មវិធីនេះហើយវាបានផ្ញើឈ្មោះសិតាទួតដែលមានអាយុត្រឹមតែ2-3ជំនាន់មុនខ្ញុំប៉ុណ្ណោះហើយនោះពិតជាបទពិសោធន៍ដ៏ពិសេសមួយដែលអាចធ្វើបែបនោះបាន
តាមការប្រើប្រាស់ពិធីបរិសុទ្ធត្រៀមរួចខ្ញុំនិងមិត្តភ័ក្តិជិតស្និទ្ធយើងបានយកឈ្មោះពីនោះទៅព្រះវិហារបរិសុទ្ធហើយយើងបានធ្វើពិធីបន់ជាមួយទឹកនិងបញ្ជាក់សម្រាប់ពួកគាត់នោះគឺជាបទពិសោធន៍ដ៏អស្ចារ្យអ្វីដែលខ្ញុំទទួលអារម្មណ៍គឺជាក្តីស្រឡាញ់គ្រួសារខ្ញុំអាចទទួលអារម្មណ៍ពីអំណរពួកគេពេលខ្ញុំធ្វើកិច្ចការនោះពិតជាមានឥទ្ធិពលណាស់ដែលអាចដឹងថាគេត្រូវជាយ៉ាងម៉េចជាមួយយើងខ្ញុំគិតថាពិធីបរិសុទ្ធត្រៀមរួចពិតជាជួយបង្ហាញពីការនោះវាល្អជានិច្ចក្នុងការមើលឃើញពីរបៀបដែលអ្នកមានទំនាក់ទំនងជាមួយពួកគេហើយអ្នកនឹងមានអារម្មណ៍ថាកាន់តែជិតស្និទ្ធពេលអ្នកធ្វើពិធីបន់ជាមួយទឹកសម្រាប់ពួកគេព្រោះអ្នកមើលឃើញគេជាមនុស្សម្នាក់មិនមែនគ្រាន់តែឈ្មោះនោះទេខ្ញុំគិតថាការមានឈ្មោះទាំងនោះដែលអ្នកស្គាល់គឺកាន់តែមានឥទ្ធិពលពេលអ្នកកំពុងធ្វើឈ្មោះអ្នកផ្ទាល់មានអារម្មណ៍ខុសប្លែកគ្នាទាំងស្រុងហើយវាមានអារម្មណ៍ដល់វាជួយនាំខ្ញុំឲ្យកាន់តែចិត្តព្រះអង្គសង្គ្រោះព្រោះខ្ញុំមានអារម្មណ៍ថាវាពិតជាងាយប្រើវាធ្វើការបានល្អក្នុងការធ្វើឲ្យងាយស្រួលនិងសាមញ្ញដើម្បីខ្ញុំអាចធ្វើបន់ជាមួយទឹកនិងទទួលឈ្មោះតាមរបៀបដែលมันធ្វើឲ្យខ្ញុំស្មុគស្មាញនឹងសាំញ៉ាំនិងរឿងផ្សេងៗនោះទេខ្ញុំចូលចិត្តប្រើពិធីបរិសុទ្ធត្រៀមរួចវាងាយស្រួលណាស់តែវាមិនធ្វើឲ្យបាត់បង់សារៈសំខាន់នៃការយកឈ្មោះទៅព្រះវិហារបរិសុទ្ធអ្នកចំណាយតិចជាងមុនតែទទួលបានច្រើនដូចគ្នាហើយវាសឹងតែងាយស្រួលជាងក្នុងការស្វែងរកសាច់ញាតិនិងទំនាក់ទំនងពួកគេជាមួយអ្នកធ្វើការដោយឆ្លៀសវៃមិនមែនប្រើតែកម្លាំងនោះទេខ្ញុំត្រូវតែនិយាយថាឃ្លាដែលខ្ញុំចូលចិត្តជាងគេគឺធ្វើការដោយឆ្លៀសវៃមិនមែនប្រើកម្លាំងតែប៉ុណ្ណោះទេខ្ញុំគិតថាមិនដឹងជាឪពុកម្ដាយគាត់ប្រាប់គាត់ប្រមាណដងទេមែនហើយតើមានអ្វីខ្លះទៀតដែលធ្វើឲ្យលោកភ្ញាក់ផ្អើលមែនហើយម្ដងទៀតជាទូទៅពួកគេកំពុងនិយាយថាវាជាការងាយស្រួលណាស់បើយើងមានគណនីមួយរួចហើយនោះវាកាន់តែងាយស្រួលខ្ញុំបានមើលពិធីបរិសុទ្ធត្រៀមរួចហើយរបស់ខ្ញុំជាមួយចំនួននាទីនៃការប្រយុទ្ធមិញនឹងថ្ងៃនេះហើយពិតជាងាយស្រួលណាស់ខ្ញុំមិនគិតថាយើងអាចធ្វើវាកាន់តែងាយស្រួលជាងនេះបែបណាទៀតទេខ្ញុំគិតថានរណាម្នាក់នឹងរិះគន់រកវិធីដែលងាយស្រួលជាងនេះប៉ុន្តែបើកលែងមើលឈ្មោះទាំងនេះដែលវាឈ្មោះខ្លះបានរៀបចំឈ្មោះសម្រាប់បរិសុទ្ធហើយឈ្មោះខ្លះទៀតបានរៀបចំហើយដូច្នេះហើយខ្លះទៀតមិនច្បាស់ជាងអ្នកខ្លះទៀតស្ទើរតែមិនស្គាល់ហើយធ្វើឲ្យខ្ញុំឆ្ងល់ដែលជារឿងដ៏ស្រស់ស្អាតវាជារឿងពិតស្រស់ស្អាតហើយសារនោះគឺថាវាពិតជាងាយស្រួលណាស់យើងចូលទៅក្នុង Family Search យើងអាចចូលទៅកាន់ពិធីបរិសុទ្ធត្រៀមរួចបានយ៉ាងងាយស្រួលហើយវាបំពេញទិន្នន័យដោយស្វ័យប្រវត្តិវាស្វែងរកមេធាងរបស់យើងដើម្បីមើលថាតើយើងមានបុព្វការីជនហើយឬនៅហើយប្រសិនបើដោយសារមូលហេតុមួយចំនួនដែលយើងមិនមានព័ត៌មានអំពីបុព្វការីជននោះទេនោះវារកមើលឈ្មោះគ្រួសារនៅក្នុងវត្តរបស់យើងឬវារកមើលនៅក្នុង stake របស់យើងដើម្បីឲ្យយើងមានទំនុកចិត្តក្នុងការដឹងថាយើងកំពុងធ្វើកិច្ចការដ៏ពិសិដ្ឋនេះសម្រាប់នរណាម្នាក់ដែលយើងបានមានទំនាក់ទំនងអញ្ចឹងហើយវាសាមញ្ញវាមានអត្ថន័យហើយងាយស្រួលខ្ញុំចូលចិត្តបងស្រីម្នាក់ដែលនិយាយនៅក្នុងវីដេអូថាបងប្អូនដឹងទេខ្ញុំជាមនុស្សតែម្នាក់គត់យើងបាននិយាយអំពីរឿងនេះខ្ញុំជាសមាជិកនៃសាសនាចាស់តែម្នាក់ឯងនៅក្នុងក្រុមគ្រួសារប៉ុន្តែភាពស្រស់ស្អាតនៃរឿងនេះគឺគាត់មិនមែនតែម្នាក់ឯងទេនៅពេលគាត់ទៅកាន់ដំណាក់របស់ព្រះអង្គម្ចាស់ហើយធ្វើកិច្ចការនេះនោះគាត់កំពុងបង្កើនចំនួនសមាជិកគ្រួសាររបស់គាត់ដែលបានទទួលយកដំណឹងល្អហើយមែនហើយខ្ញុំគ្រាន់តែគិតថាយើងមិនត្រូវមានអារម្មណ៍ថាខ្លួនឯងជាមនុស្សតែម្នាក់ឯងនោះទេលោកមិនត្រូវគិតដូច្នោះទេយើងមិនគួរគិតដូច្នោះដែរយើងគឺជាផ្នែកមួយនៃគ្រួសារដ៏អស្ចារ្យនិងអកលជានិច្ចតើលោកធ្លាប់មានបទពិសោធន៍មួយដែលលោកបានចូលទៅហើយបានរកឃើញបុព្វការីជនដែលត្រូវបានធ្វើពិធីបរិសុទ្ធហើយលោកអាចដើរចូលទៅក្នុងព្រះបរិសុទ្ធហើយធ្វើកិច្ចការនោះដែរឬទេបាទហើយនោះជារបៀបដែលវាដំណើរការពិតប្រាកដវាសម័យដូច្នោះឯងមែនហើយវាអស្ចារ្យណាស់លោកអាចធ្វើឥឡូវនេះខ្ញុំអាចធ្វើនៅទីនេះឥឡូវនេះត្រូវហើយលោកកំពុងដើរឡើងជណ្ដើរព្រះវិហារបរិសុទ្ធឈប់បន្តិចធ្វើវាភ្លាមវាក៏មាននៅទីនោះហើយលោកអាចដើរចូលភ្លាមខ្ញុំជឿដោយស្មោះថាដោយដែលព្រះអង្គម្ចាស់បានណែនាំដល់ព្យាការីអ្នកមើលឈរអ្នកទទួលវិវរណៈឲ្យសាងសង់ដំណាក់នៃព្រះអង្គម្ចាស់បានកាន់តែច្រើននៅទូទាំងពិភពលោកទ្រង់កំពុងប្រទានបច្ចេកវិទ្យាដើម្បីធ្វើឲ្យកិច្ចការនោះកាន់តែងាយស្រួលវាកំពុងកាត់ឡើងនៅចំពោះមុខរបស់យើងហើយមែនហើយឥឡូវយើងមានវីដេអូមួយទៀតវាកាន់តែល្អមែនទេហើយវីដេអូនេះនឹងនិយាយអំពីការបន្ថែមអ្វីដែលយើងដឹងវាសាមញ្ញណាស់ដែលបន្ថែមអ្វីដែលយើងដឹងបាទតើយើងអាចមើលបានទេតោះមើលវាពេលខ្ញុំចាប់ផ្ដើមបន្ថែម Family Search ខ្ញុំចូលចិត្តបន្ថែមរូបភាពជីដូនខ្ញុំបន្ថែមឈ្មោះនិងបន្ថែមដំណើររឿងព
ពេលអ្នកចង់ដាក់កម្រងអនុស្សាវរីយ៍ខ្លះៗអ្នកគ្រាន់តែបន្ថែមអ្វីដែលអ្នកដឹងប៉ុណ្ណោះខណៈខ្ញុំធ្វើកិច្ចការពងប្រវត្តិខ្ញុំក៏បានស្គាល់ព្រះយេស៊ូវគ្រីស្ទផងដែរព្រះគ្រីស្ទគង់ក្នុងយើងទាំងអស់គ្នាហើយយើងទាំងអស់គ្នាជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទតែគ្រួសារជាផ្នែកមួយដ៏ធំនៃការធ្វើជាគ្រីស្ទានរាល់ការជួបជុំគ្រួសារជាពិសេសបើយើងមានមនុស្សចាស់ខ្ញុំអង្គុយជាមួយពួកគាត់ហើយកត់ឈ្មោះហើយពេលខ្ញុំស្វែងរកបុព្វការីជនរបស់ខ្ញុំដើម្បីស្វែងយល់ថាតើពួកគាត់នៅឯណាពួកគាត់មកពីណាពួកគាត់ធ្លាប់ជានរណាខ្ញុំអាចយកឈ្មោះរបស់ពួកគាត់ទៅព្រះវិហារបរិសុទ្ធខ្ញុំបានបង្កើតគណនី Family Search ខ្ញុំដែលមានជំនួយពីថ្នាក់ដឹកនាំដែលបានជួយខ្ញុំបង្កើតគណនីនិងបន្ថែមអ្វីដែលខ្ញុំដឹងពីគ្រួសារខ្ញុំវាជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងហើយវាពិតជាបំរុងបំរុងយើងជាមួយគ្នាពេលជីតាខ្ញុំបានស្លាប់ទៅខ្ញុំបានបង្កើតសៀវភៅមួយក្បាលអំពីជីវិតជីតាខ្ញុំហើយបន្ទាប់មកដាក់បញ្ចូលរឿងជាច្រើននោះទៅក្នុង Family Search ដើម្បីឲ្យសាច់ញាតិខ្ញុំអាចរីករាយនឹងការទាំងនោះដូចខ្ញុំដែរឆក់បូគឺជាកំណត់ត្រាពងសាវរីគ្រួសារកូរ៉េវាបានបំផុសគំនិតខ្ញុំឲ្យរៀនកូរ៉េបែបនោះខ្ញុំអាចដាក់ឈ្មោះដូនតាខ្ញុំទៅក្នុង Family Search ជាទូខ្ញុំមានរូបមន្ត Pudding Caramel គាត់ចាប់ផ្ដើមបើកហាងលក់ Pudding Caramel យើងដាក់រូបមន្តគាត់ក្នុង Family Search ឥឡូវយើងអាចរីករាយរូបមន្តនេះរាល់ឆ្នាំកាលពីដើមឆ្នាំនេះស្វាមីខ្ញុំបានស្លាប់ទៅអញ្ចឹងហើយខ្ញុំចង់ផ្ទុកវីដេអូឃ្លីបពីគាត់កំពុងអានរឿងនិទានមុនចូលគេងឲ្យចៅស្ដាប់កាលពីព្រេងនាយមានគោនិងកង្កែបមួយតាមការសម្ភាសផ្ទាល់មាត់ខ្ញុំបានស្គាល់ឈ្មោះជីដូនរបស់ខ្ញុំនិងជីតារបស់ខ្ញុំរឿងមួយដែលខ្ញុំចូលចិត្តធ្វើពេលខ្ញុំលេងហ្គេមជាមួយតាយាយគឺយកទូរស័ព្ទថតដំណើររឿងដើម្បីពេលពួកគាត់ចែកដំណើររឿងខ្ញុំអាចដាក់វាក្នុង Family Search ដើម្បីឲ្យកូនខ្ញុំអាចស្ដាប់រឿងទាំងនោះបានផងដែរខ្ញុំទើបតែទទួលបុណ្យជាមួយទឹកចូលទៅក្នុងសាសនាចក្រថ្មីនេះហើយប្រធាន Coromader បានជួយខ្ញុំឲ្យប្រើ Family Search គាត់បានជួយខ្ញុំបន្ថែមព័ត៌មានអំពីសមាជិកគ្រួសាររបស់ខ្ញុំហើយខ្ញុំរីករាយណាស់ដែលអាចទៅព្រះវិហារបរិសុទ្ធហើយធ្វើពិធីបរិសុទ្ធជំនួសពួកគេការមាន Family Search ប្រៀបដូចជាផែនទីបង្ហាញផ្លូវប្រាប់ពីចំណុចការងាររបស់យើងកន្លែងយើងត្រូវបន្តស្វែងយល់ពិធីបរិសុទ្ធអ្វីខ្លះដែលយើងបានធ្វើហើយនឹងត្រូវធ្វើដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំការដែលអាចបន្ថែមអ្វីដែលឪពុកម្ដាយខ្ញុំដឹងនិងអ្វីដែលខ្ញុំដឹងនិងអ្វីដែលប៉ាខ្ញុំដឹងហើយពង្រីកវាបន្ថែមទៀតខ្ញុំអាចស្វែងយល់ពីសមាជិកគ្រួសារដែលខ្ញុំមិនដឹងថាជាផ្នែកមួយនៃមេធាងរបស់ខ្ញុំគ្រាន់តែបន្ថែមអ្វីដែលខ្ញុំដឹងទៅក្នុង Family Search ហើយអាចយកឈ្មោះទាំងនោះចូលទៅក្នុងព្រះវិហារបរិសុទ្ធបានឈ្មោះនីមួយៗដែលខ្ញុំបន្ថែមគឺជាឈ្មោះដែលអាចទទួលបានពរជ័យនៃដំណឹងល្អការរៀនសូត្រអំពីគ្រួសាររបស់អ្នកនិងការស្វែងរកគ្រួសារវានាំអ្នកឲ្យកាន់តែខិតជិតព្រះគ្រីស្ទអ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺនៅពេលបងស្រីជាទីស្រឡាញ់ម្នាក់រំលឹកយើងថាយើងមិនគ្រាន់តែយកឈ្មោះទាំងនោះទៅកាន់ព្រះវិហារបរិសុទ្ធទេយើងកំពុងនាំមនុស្សពិតប្រាកដទៅកាន់ព្រះវិហារបរិសុទ្ធហើយអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យនៃដំណឹងល្អហើយយើងត្រូវរំលឹកខ្លួនឯងជានិច្ចអំពីរឿងនេះខ្ញុំគិតថាទោះជាវាងាយស្រួលស្វែងរកឈ្មោះក៏ដោយក៏ត្រូវចាំថាឈ្មោះនោះជាមនុស្សពិតប្រាកដដែរតាមពិតទៅវាធ្វើឲ្យខ្ញុំគិតខ្ញុំភ្ញាក់ពីដំណេកនៅព្រឹកនេះក៏ឃើញសារមួយនៅក្នុង WhatsApp មកពីបងប្រុសរបស់ខ្ញុំមកពីប្រទេសអង់គ្លេសហើយគាត់កំពុងស្វែងរកឈ្មោះគ្រួសារពីប្រទេសអ៊ីឡង់ខ្ញុំជាកូនកាត់អ៊ីឡង់ខាងឪពុកខ្ញុំសុទ្ធតែជនជាតិអ៊ីឡង់ហើយពួកគេទាំងអស់គ្នាភាគច្រើនសុទ្ធតែជានាយនាវាសមុទ្រហើយគាត់បានប្រាប់នៅរឿងមួយក្នុងចំណោមដំណើររឿងផ្សេងទៀតអំពីនាវារូបនេះដែលមានឈ្មោះថា Reginald Karenដែលជានាវាកប៉ាល់មួយក្នុងអំឡុងពេលក្បួននាវាដឹកជញ្ជូនក្នុងសង្គ្រាមលោកលើកទី2មានមនុស្ស35នាក់នៅក្នុងក្បួននាវានេះនាវា20ត្រូវបានលិចចុះទៅក្នុងមហាសមុទ្រអាត្លង់តិករួមទាំងកប៉ាល់របស់លោកផងដែរគាត់បានរួចផុតជីវិតពីរឿងនេះគាត់បានស្លាប់នៅក្នុងសមុទ្រនៅក្រោយមកខ្ញុំទន្ទឹងរង់ចាំមើលខ្ញុំមិនទាន់បានរកឃើញគាត់នៅលើមេឃធាងរបស់យើងនៅឡើយទេប៉ុន្តែគាត់គឺជាបងប្អូនជីដូនមួយខាងឪពុកហើយខ្ញុំទន្ទឹងរង់ចាំស្វែងរកអំពីរឿងនោះហើយបន្ថែមដំណើររឿងទាំងនេះនៅក្នុងទីនោះប្រសិនបើវាមិនទាន់មានទេអូអស្ចារ្យណាស់ថ្នាក់ដឹកនាំទាំងឡាយបងប្អូនមានឱកាសដ៏អស្ចារ្យដើម្បីជួយសមាជិកនៅក្នុងវត្តនិងស្តេករបស់បងប្អូនដើម្បីបន្ថែមអ្វីដែលពួកគេដឹងហើយការបន្ថែមនេះធ្វើរឿងពីរ3យ៉ាងវាជួយពួកគេឲ្យមានអារម្មណ៍ថាមានទំនាក់ទំនងវាជួយពួកគេអបអរសាទរពងប្រវត្តិវាជួយពួកគេឲ្យរៀនអំពីគ្រួសាររបស់ពួកគេហើយនិយាយឲ្យត្រង់ទៅវាជួយពួកគេឲ្យចូលទៅក្នុង Family Search ហើយអ្វីដែល Family Search អាចធ្វើបានគឺយកព័ត៌មាននោះឲ្យភ្ជាប់បងប្អូនទៅនឹងបុព្វការីជនឲ្យកាន់តែច្រើនឡើងហើយពួកគេអាចនាំបុព្វការីជន
នោះទៅកាន់ព្រះវិបត្តិសុទ្ធបានលោកដឹងទេហើយយើងបាននិយាយអំពីសមាជិកថ្មីនិងរបៀបដែលថ្នាក់ដឹកនាំអាចជួយសមាជិកថ្មីនិងអំពីសារៈសំខាន់របស់វាប៉ុណ្ណាយើងមានជំនួយសម្រាប់ឈ្មោះគ្រួសារដែលយើងបានធ្វើឲ្យកាន់តែងាយស្រួលតាមដែលអាចធ្វើបានសម្រាប់សមាជិកម្នាក់ម្នាក់ក្នុងក្រុមប្រឹក្សាវត្តដើម្បីជួយអ្នកប្រជាថ្មីភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពួកគេហើយពួកគេគ្រាន់តែបន្ថែមអ្វីដែលពួកគេដឹងហើយបន្ទាប់មកពួកគេអាចចាប់ផ្ដើមដំណើរខាងវិញ្ញាណដ៏ពិសិដ្ឋនេះដោយនាំយកបុព្វការីជនរបស់ពួកគេទៅកាន់ដំណាក់របស់ព្រះអង្គចាស់ហើយធ្វើកិច្ចការនោះភ្លាមមែនហើយខ្ញុំចង់អានសម្ដីពីប្រធានអុកតើបានទេសូមអញ្ជើញអាននេះជាអ្វីដែលលោកបានមានប្រសាសន៍អំពីអ្វីដែលខ្ញុំគិតរឿងនេះទាក់ទងនឹងការរៀនអំពីយើងជានរណាតាមរយៈបុព្វការីជនរបស់យើងលោកមានប្រសាសន៍ថាយើងភ្ជាប់ទំនាក់ទំនងជាមួយបុព្វការីរបស់យើងតាមរយៈចំណេះដឹងអំពីជីវិតរបស់យើងភ្ជាប់ចំណងជាមួយពួកគាត់នៅពេលយើងយល់ពីកលៈទេសៈនិងតម្លៃផ្ទាល់ខ្លួនដែលយើងបានបង្កើតពួកគាត់គឺជាមនុស្សពិតនោះគឺជាគន្លឹះមែនពួកគាត់គឺជាមនុស្សពិតដែលយើងជំពាក់ការរស់នៅក្នុងពិភពលោកហើយយើងនឹងជួបគ្នាម្ដងទៀតនៅលោកខាងមុខយើងរៀនបានកាន់តែច្បាស់ថាយើងជានរណាយើងមកពីណាហើយបានទទួលពរឲ្យមានចក្ខុវិស័យកាន់តែច្បាស់អំពីកន្លែងដែលយើងកំពុងទៅនៅពេលបុគ្គលម្នាក់ៗនិងក្រុមគ្រួសារស្រាវជ្រាវរកនៅទង្វើនិងពាក្យសម្ដីដ៏បំផុសគំនិតរបស់បុព្វការីជនរបស់យើងនោះពួកគេនឹងទទួលបាននូវភាពរឹងមាំនិងទិសដៅជីវិតរបស់ពួកគេផ្ទាល់វាពិតជាអស្ចារ្យណាស់មែនទេវាពិតជាអស្ចារ្យណាស់ហើយវាជាសម្រងសម្ដីរបស់ប្រធានអុកហើយខ្ញុំចាំពីរបៀបដែលលោកបានធ្វើជាព្យាការីលោកបានចិញ្ចឹមគិតពីបទពិសោធន៍ទន់ភ្លន់ទាំងនេះនៅពេលដែលលោកនៅតូចហើយឪពុករបស់លោកបានស្លាប់នឹងអ្វីៗផ្សេងទៀតជំវិញរឿងនោះវាមិនគ្រាន់តែជាអ្វីដែលសម្រាប់បុគ្គលម្នាក់ៗនោះទេវាគឺជាអ្វីដែលសម្រាប់យើងទាំងអស់គ្នាផងដែរឧទាហរណ៍ដើម្បីយល់អំពីប្រធានអុកឲ្យបានកាន់តែច្បាស់ឬតាមរយៈបទពិសោធន៍ទាំងនោះដែលលោកបានចែកចាយខ្ញុំគិតថាវាត្រឹមត្រូវណាស់ខ្ញុំចូលចិត្តការគ្រាន់តែបន្ថែមយើងមានគំរូពី3ដូចជាការបន្ថែមរូបថតការបន្ថែមរូបមន្តធ្វើម្ហូបឬអ្វីក៏ដោយដែលភ្ជាប់ទំនាក់ទំនងយើងទៅនឹងបុព្វការីជនរបស់យើងហើយខ្ញុំគិតថាអ្វីក៏ដោយដែលបើកទ្វារឲ្យអេលីយ៉ាវិញ្ញាណរបស់អេលីយ៉ាដែលជាព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យយល់អំពីភាពស្រស់ស្អាតនៃកិច្ចការនេះគឺមានតម្លៃណាស់ភរិយាខ្ញុំចេនចំណាយពេលមួយថ្ងៃក្នុងមួយសប្តាហ៍ក្នុងព្រះវិហារបរិសុទ្ធគាត់បម្រើនៅក្នុងព្រះវិហារបរិសុទ្ធហើយខ្ញុំធ្លាប់បានឮគាត់និយាយពី3ដងថានេះជាពេលវេលាដែលខ្ញុំចូលចិត្តបំផុតមែនហើយវាមិនមែនជារឿងល្អទេមែនទេខ្ញុំចង់មានន័យថាតើខ្ញុំត្រូវមានអារម្មណ៍យ៉ាងណាពិតមែនហើយប្រកាសណាស់គួរឲ្យស្ដាយដែលគាត់មានន័យបែបដូច្នោះមែនខ្ញុំគិតថាខ្ញុំលេចមកឡើងម្ដងម្កាលនៅក្នុងពេលដែលគាត់ចូលចិត្តបំផុតនោះប៉ុន្តែនេះជាឥទ្ធិពលដែលវាមានទៅលើអស់អ្នកណាដែលទៅនឹងបំរើនៅទីនោះមែនហើយខ្ញុំក៏ចូលចិត្តបងស្រីដែលបាននិយាយថាគាត់បានចាប់ផ្ដើមបន្ថែមរូបថតរបស់របបផ្សេងហើយបន្ទាប់មកគាត់បានឲ្យឪពុករបស់គាត់ធ្វើហើយអ្នកផ្សេងទៀតធ្វើវាហើយខ្ញុំគិតថាមានមេរៀនដ៏អស្ចារ្យមួយនៅក្នុងនោះបងប្អូនចាប់ផ្ដើមធ្វើវាហើយបង្ហាញដល់អ្នកដទៃហើយពួកគេនឹងចាប់ផ្ដើមធ្វើវាអលេខេរ៉ុនកាលដែលយើងខិតទៅដល់ទីបញ្ចប់នៃពេលវេលារបស់យើងដែលជាពេលវេលាដ៏រុងរឿងសូមអរគុណតើលោកមានអារម្មណ៍យ៉ាងណាដែរតើមានអ្វីនៅក្នុងចិត្តរបស់លោកតើលោកនឹងផ្ដល់ដំបូន្មានអ្វីខ្លះទៅដល់ថ្នាក់ដឹកនាំដ៏អស្ចារ្យទាំងនេះខ្ញុំប្រហែលជាត្រឡប់ទៅកន្លែងដែលយើងបានចាប់ផ្ដើមវិញហើយនិយាយថាសូមគិតអំពីព្រះអង្គសង្គ្រោះសូមនិយាយអំពីទ្រង់សូមគិតអំពីទ្រង់សូមមានទ្រង់គង់នៅកណ្ដាលនៃកិច្ចការទាំងអស់នេះទ្រង់បានរៀបចំផ្លូវរួចហើយទ្រង់បានដកយកអំពើបាបរបស់យើងនិងការឈឺចាប់របស់យើងទាំងអស់ចេញហើយទ្រង់នឹងព្រះវរបិតាសួគ៌របស់យើងសពព្រះតីចង់ឲ្យយើងត្រឡប់មកវិញបន្ទាប់ពីអាយុយឺនយូរប្រកបដោយសុវត្ថិភាពនិងសុភមង្គលហើយចូលរួមជាមួយបុព្វការីជនរបស់យើងទាំងអស់តាមរបៀបនេះគឺក្រុមគ្រួសារទាំងមូលយើងចង់បញ្ជាក់ម្ដងទៀតថាវាងាយស្រួលបែបនេះឯងយើងចាប់ផ្ដើមជាមួយព្រះអង្គសង្គ្រោះដែលជាកន្លែងងាយស្រួលបំផុតដើម្បីចាប់ផ្ដើមមែនទេហើយបន្ទាប់មកបងប្អូនប្រើពិធីបរិសុទ្ធត្រៀមរួចដើម្បីឲ្យបងប្អូនអាចភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលម្នាក់ហើយនាំពួកគាត់ទៅកាន់ព្រះវិហារបរិសុទ្ធហើយក្រោយមកបងប្អូនបន្ថែមអ្វីដែលបងប្អូនដឹងហើយបងប្អូននឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបដែលវារីចម្រើននិងរបៀបដែលទំនាក់ទំនងទាំងនោះបង្កើតឡើងកាន់តែធំឡើងហើយខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថានេះគឺជាកិច្ចការនិងសេរីល្អរបស់ព្រះអង្គសង្គ្រោះរបស់យើងទ្រង់ចូលរួមក្នុងកិច្ចការដ៏អស្ចារ្យនេះទ្រង់យកព្រះតីទុកដាក់ចំពោះអស់អ្នកដែលនៅម្ខាងនៃវាំងនននិងនៅម្ខាងទៀតនៃវាំងននហើយទំនាក់ទំនងរវាងយើងនិងបុព្វការីជននោះគឺពិសិដ្ឋ
ខ្ញុំសូមថ្លែងទីបន្ទាល់ថាអំណាចនិងសិទ្ធិអំណាចដើម្បីផ្សារភ្ជាប់អ្វីនៅលើផែនដីនេះដើម្បីផ្សារភ្ជាប់វានៅលើឋានសួគ៌គឺមានពិតមែនវាបានស្ដារឡើងវិញតាមរយៈព្យាក្រៃយូសេស្មីតហើយយើងមានព្យាក្រៃមួយរូបនៅសប្តាហ៍ថ្ងៃនេះដែលកាន់កូនសោទាំងអស់នោះខ្ញុំសូមថ្លែងទីបន្ទាល់ពីការទាំងនេះប្រកបដោយអំណរនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន អាមែនខ្ញុំរីករាយនឹងបន្ថែមទីបន្ទាល់របស់ខ្ញុំទៅនឹងទីបន្ទាល់របស់លោកប្រសិនបើបងប្អូនមិនទាន់បានពិសោធន៍ជាមួយរឿងទាំងនេះទេប្រសិនបើបងប្អូនមិនទាន់បានអនុវត្តអ្វីដែលយើងបាននិយាយនៅថ្ងៃនេះទេសូមសាកល្បងវាហើយវាមើលថាតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរយើងមិនដឹងច្បាស់ពីរបៀបដែលវាដំណើរការនៅមូលហេតុដែលយើងមានអារម្មណ៍ល្អនៅមូលហេតុដែលយើងត្រូវបានតាក់ទាញដោយកិច្ចការនេះប៉ុន្តែយើងមានគន្លឹះដ៏អស្ចារ្យមួយចំនួនហើយថ្ងៃណាមួយយើងនឹងយល់ទាំងស្រុងទន្ទឹមនឹងនេះសូមរីករាយជាមួយនឹងបទពិសោធន៍របស់បងប្អូនក្នុងនាមជាថ្នាក់ដឹកនាំសូមរីករាយជាមួយការងារដ៏អស្ចារ្យរបស់បងប្អូនក្នុងការជួយអ្នកដទៃឲ្យដើរក្នុងទិសដៅទាំងនេះនិងទទួលបានបទពិសោធន៍នៃពន្លឺនិងអំណរដែលភ្ជាប់មកជាមួយនឹងកិច្ចការនេះយើងជាបុត្រាបុត្រីរបស់ព្រះហើយទ្រង់សពព្រះតីចង់ឲ្យយើងទាំងអស់គ្នាបានប្រមូលគ្នាដោយសុវត្ថិភាពទៅរកទ្រង់នៅក្នុងដំណាក់របស់ទ្រង់ជាមួយក្រុមគ្រួសាររបស់យើងជាមួយមិត្តភ័ក្តិរបស់យើងជាមួយមនុស្សជាទីស្រឡាញ់របស់យើងហើយខ្ញុំសូមទុកទីបន្ទាល់នោះជាមួយនឹងបងប្អូននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន